បាទគោរពជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងដៃខ្ញុំនេះគឺជា iPhone 11 Pro Max បាទបញ្ហារបស់វានេះគឺបាទសាកថ្មអត់ចូលទេបាទយើងដោតមើលទៅបាទភ្លុចបាទស្ងាត់ជ្រាបអត់មានសញ្ញាណផ្ទះអីទេបាទអាសញ្ញាណផ្ទះបាញ់ក៏អត់មានអាំពែហ្នឹងក៏អត់មានបាទអញ្ចឹងមើលទៅយើងដកហើយយើងមកតេស្តជាមួយនឹង wireless charge បាទនេះយើងដាក់ពីលើអញ្ចឹងទៅវាសាកហើយ wireless charge ណាដាក់ផាច់ទៅឃើញថាមានសញ្ញាណផ្ទះបាញ់ធម្មតាបាទអញ្ចឹងបញ្ជាក់ថាទូរស័ព្ទហ្នឹងគឺវាខូចផ្នែកសាកដោយការដោតខ្សែបាទហើយបើយើងចង់សាកបានដាក់ wireless សាកបានហើយយើងមកពិនិត្យមើលជាក់ស្ដែងទៅឃើញថាម៉ាស៊ីនហ្នឹងគឺចុចបាទវាចុចបាទធ្លាក់ទៅចំចុចចំមកកន្លែងខ្ចៅហ្នឹងបាទចុចផាច់បាទចុចចឹងមកវាធ្វើឲ្យប៉ះពាល់ដល់បតអានេះគេហៅបតបាទម៉ាស៊ីនវាហ្នឹងម៉ាស៊ីន iPhone 11 Pro Max ហ្នឹងណាបាទពិនិត្យមើលទៅឃើញថាវាបាក់ដាច់នេះបាក់ដាច់ខាងកាត់លើហ្នឹងហើយអាមកកាត់ខ្សុំក្រោមនេះវាផុងបាទវាផុងអញ្ចឹងណាបាទមិនជាបញ្ហាអីទេយើងនឹងធ្វើការជួសជុលវាឡើងវិញដល់យើងដាក់ microscope ឃើញថាវាបាក់មែនបាទបើយើងមើលភ្នែកទេមើលមិនចង់ឃើញទេបាទដាក់ mic កៅឆ្លោះមកឃើញថាវាបាក់ដាច់ឡើយហ្នឹងហើយអញ្ចឹងជាទូទៅស្នាប់នេះគឺជាស្នាប់សម្រាប់កឹបតពីជើងសាកមកដើម្បីឲ្យវាបញ្ចូលភ្លើងមកកន្លែងសាកបាទទីទៀតយើងវាស់ជាក់ស្ដែងជាមួយកន្លែងហ្នឹងបាទអញ្ចឹងយើងមុននឹងវាស់ជាក់ស្ដែងយើងត្រូវមានសេម៉ានេះគេហៅថា bitmap បាទ bitmap ដើម្បីមើលជាទូទៅលើបតពណ៌បៃតងនេះវាជាសេម៉ាវាតែងតែមានសេម៉ារត់កាត់នៅក្នុងបតដើម្បីចម្លងភ្លើងផ្សេងៗអីចឹងទៅបាទអញ្ចឹងយើងឃើញកន្លែងបាក់នេះគឺមានជើងទី2ជើងទី3នេះបាទជើងទី2រត់មកកន្លែងនេះបាទហើយវាមានសេម៉ារត់ពណ៌បៃតងនេះបាទជើងទី3ក៏រត់មកកាត់តាមកន្លែងបាក់នឹងដូចគ្នាបាទចាជើងទី3នេះយើងមើលឈ្មោះវាគឺឈ្មោះរបស់ Hydra បាទ E75 to Hydra ហ្នឹងគឺយើងទៅមើលបាទ IC Hydra ហ្នឹងគឺចម្លងបាទវារត់ចម្លងពី Restong នេះមកវានឹងបុកបញ្ចូលមកក្នុង IC Hydra ហ្នឹងដែលមានលេខកូដ U6300 ហ្នឹងអាហ្នឹងវាជា IC USB បាទតែគ្នាយើងតែងតែហៅ IC សាកហ្នឹងតែក៏ពិតមិនមែនជា IC សាកទេ11 Pro Max អត់មាន IC សាកនៅលើបតទេបាទគឺវាមាននៅលើជើងសាកបាទនេះគឺជា IC USB បាទអញ្ចឹងការបោះជាក់ស្ដែងគឺយើងគ្រាន់តែកាច់អូម៉ែត្រមកយកម៉ូតមកហើយយើងយកក្រហមចាក់មកទៅអាខ្មៅយើងចាក់ទៅកន្លែងដែលយើងត្រូវបោះជើងទី3មិញបាទយើងបោះទៅឃើញ OL បែបនេះគឺបញ្ជាក់ថាវាដាច់បាត់ហើយបាទ OL គឺដាច់ហ៎ដល់ពេលកន្លែង Gray Stone នេះគឺមានតម្លៃ800ជាងបាទអញ្ចឹងយើងវាស់កន្លែងនេះដាច់កន្លែងនេះមានបាទឃើញទេកន្លែងនេះដាច់បាទដាច់បាត់ហើយបើសិនជាយើងឃើញដាច់អញ្ចឹងបើយើងមិនទុកចិត្តបាទយើងមិនទុកចិត្តយើងត្រូវយកបតធៀបគេហៅបតធៀបបតល្អដែលវាភ្លើងមានធម្មតាយើងយកមកវាស់មើលឃើញថាវាបាន800បាទហើយយើងវាស់ភ្ជាប់គ្នាគឺវាបានជាប់ត្រឹមត្រូវពីកង់ដងនេះចូលមកស្នាប់នេះបងបើវាជាប់គ្នាវាចេញ000ចេះណាហើយពួកយើងវាស់តំណវាខ្សែតំណដែលវារត់កាត់តាមកន្លែងបាក់ហ្នឹងអាមិញបតល្អបតធៀបបាទនេះបតខូចរបស់យើងគឺនៅតែដាច់ដដែលហ្នឹងហើយពួកវាបាក់កន្លែងនេះបាត់ហើយអញ្ចឹងដំណោះស្រាយគឺយើងត្រូវតខ្សែបាទតខ្សែសេម៉ាអាហ្នឹងគេថាសេម៉ានេះមិនមែនសេម៉ាសិលទេបាទគឺជាខ្សែលួសបាទខ្សែនេះគឺជាខ្សែលួសបាទមិនខ្សែសេម៉ាសិលទេបាទខ្សែបើសម្រាប់ជាងខ្សែសេម៉ាសិលដែរបាទដាក់ឆាច់ទៅបាទប្រាក់សុទ្ធហើយបាទលុយសុទ្ធបាទអញ្ចឹងយើងផ្សារឲ្យស្អាតអញ្ចឹងមកកុំឲ្យវាធំពេកបាទយើងទាញមកអូសបាទយើងផ្សារពីលើហើយយើងផ្សារភ្ជាប់មកកង់ដង់ជាមួយ Restong នេះអាពីរនេះក្បាលវាទៀមជាប់គ្នាទេយើងតបផ្សារទាំងពីរក៏បានដែរមកយើងជូតសម្អាតវាទៅបាទជូតសម្អាតវាឲ្យស្អាតអញ្ចឹងមកបាទឆាច់អញ្ចឹងមកហើយយើងវាយកាវ UV ទប់បាទកាវនេះវាជួយទប់កុំឲ្យវាឆាប់ខូចវិញឬក៏ឆាប់ដាច់អីចឹងណាបាទទប់វាកាវនេះល្អណាស់រឹងដាក់ជាមួយពូល UV មួយផ្លែតរឹងកព្រឹសបាទរឹងប៉េះបាទរឹងដូចបតចឹងបាទដាក់មកពូល UV មួយផែតទៅបាទចាំវាតិចរឹងកព្រឹសបាទស្ងួតហើយយើងវាស់តម្លៃយត់ម៉ូតមើលឃើញថាបាន3សំទោសបាន860ហើយគឺថាល្អហើយត្រឹមត្រូវហើយយើងមិនបងអង្គយូរគឺយើងរៀបចំដាក់ចូលគ្រឿងគុំវាដាក់ចូលថ្មចូលអីរបស់ដើមនឹងវិញទៅហើយយើងកឹបបើកតេស្តមើលហើយយើងដាក់ដោតឆាច់សាកមើលមកបាទដោតឈុចទៅដល់ឃើញថាលោតប៉មកយើងធំក្លិនលុយតិចហើយបាទអញ្ចឹងអំពែហ្នឹងក៏វាមានមកខ្លះដែរហើយបាទ0.ប្រហែលហ្នឹងគេថាតែម៉ាស៊ីនវាមិនទាន់ប៊ូតឆេះដល់កម្មវិធីបាទអញ្ចឹងវាអាចប៊ូតបានប៉ុណ្្នឹងសិនបាទយើងអ៊ុតមើលឃើញថាលុយសុតបាទនេះឃើញទេដោតភ្លុចចូលបាទដាក់ម៉ាំងភ្លក់ហើយបាទប៉ុណ្ណេះហើយគេថាលុយសុតហើយបាទអូខេអញ្ចឹងអំពែក៏ឃើញមានឡើងមកហើយដែរបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់ជួសជុលទូរស័ព្ទបាទដូរថ្មដូរអេក្រង់គ្រប់ប្រភេទនៃទូរស័ព្ទបើសិនជាបងប្អូនមានតម្រូវការសូមតាក់ទងមកបាទផានីសេវាកម្មជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទបាទសូមអរគុណសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត